សម្រាប់គ្នាយើងដែលចូលចិត្តជិះម៉ូតូលេងផុកអាចមកបឹងភ្លោះបានដល់កន្លែងផ្លូវប្របាយគឺសុទ្ធតែផុកបងនេះមើលផ្លូវហើយអើយចុកហើយអើយស្គាល់បងអូស្អាតអាជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលចិត្តតាមដានវីដេអូខ្ញុំទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងខ្ញុំចេញទៅបងភ្លោះហើយក៏ចូលលេង3ស្រុកបានមួយផ្លែតដែរឥឡូវនៅ CE ហើយយើងជុំគ្នានៅហ្នឹងពេលនេះឥឡូវខ្ញុំទៅនៅ CE ហើយទៀតនឹងទៅបងភ្លោះទៅណាយ៉ាងទៅណាទៅបឹងភ្លោះគិចម៉ែដល់លេងសុំម៉ែត្រឹមត្រូវគិចពួកម៉ាក់គិចពួកម៉ែគេបាទទៅឥឡូវយើងញ៉ាំអីសិនហើយបន្តមកមិនគិចឥឡូវនេះដល់ផ្លូវចូលលងខុងហើយពួកខ្ញុំទៅតាមលងខុងហើយផ្លូវនេះស៊ូជីធ្លាប់ទៅអពុយស្រុកវិញជីតូវែងអត់ស្គាល់ផ្លូវសំខាន់ជិះមិនច្រឡំផ្លូវទៀតតែប៉ុន្តែបើតាមលងខុងនេះចិត្តឲ្យទៅតាមបុយស្រុកអីណែឥឡូវដល់ផ្លូវចូលហើយណែចូលទៅបងភ្លោះញ៉ែមែនវែងផ្លូវហ្មងបើតាមនេះលឿនទេហ្មងអត់ដឹងដែរខ្ញុំអត់ស្គាល់អត់ទេខ្ញុំច្រឡំអាផ្លូវចូលពីលងខុងហ្មងបាទតែវាដូចតែគ្នាគាត់វាខុសគ្នាអូយទៅព្រៀបតាមផ្លូវស្អាតអើយដល់កន្លែងផ្លូវប្របាយគឺសុទ្ធតែផុកបងនេះមើលក្រោយយកអើយអើយមើលផ្លូវហើយអើយចុកហើយអើយស្គាល់បងអត់បានមកដល់ហើយដល់បងភ្លោះផ្លូវមិញស្រួលមែនតើផ្លូវកស៊ូចឹងជិះមិញអត់ប្របាយផ្លូវបងមុនមើលវីដេអូដែរផ្លូវមិញស្រួលមែនតើឡងអញឥឡូវនេះបានមកដល់បងភ្លោះហើយអានេះបងទី1តែក្នុងបងទី2
ខ្ញុំមកលើកមុនអត់មានទឹកទឹកទេឥឡូវមានទឹកទឹកមិនអីទៀតបងប្អូនមើលក្រោយឥឡូវនេះបានមកដល់បងភ្លោះហើយហ្មងនេះឃើញអូហើយអានេះមានផាយហើយខាងនោះមួយទៀតតែខាងនោះបែរអត់មានផ្លូវចូលវាមានឯងអូទឹកថ្លាមែនបងប្អូននេះក្នុងកណ្ដាលព្រៃហ្មងបងប្អូនអាចមើលក្រោយអូស្អាតអូយមែនតែសភាពគឺស្អាតមែនតែអញ្ចឹងបងប្អូនមានពេលតនេះអាចមកលេងបានតែផ្លូវអ្នកដែលចិត្តលេងផកដូចពួកខ្ញុំឯងគឺត្រូវយល់មែនតែបិទបឹងវាខ្លាំងមែនមកដល់លេងរឿងញ៉ែញ៉ែបន្តិចឥឡូវក៏រៀបចំបង្កើតភ្លើងអីអានេះបង្កើតភ្លើងនេះអឹងឆានេះឥឡូវក៏មកពីបងឈ្លោះតាមឡុងខាងក៏មកលេងបីស្រុកដែរទៅជួបបីស្រុកនេះទឹកខ្មុំមែនអានេះទឹកខ្មុំកម្ពុជានេះឆ្កែអានេះបាយឥឡូវបីស្រុកអីយកមន់មកពីផ្ទះតើគេឆាមន់អូយឃើញបាយឥឡូវម៉ោង12អីប៉ុន្តែទឹកខ្មុំកម្ពុជាអានេះទៀនតែគេបានខ្ញុំធ្វើប្តីលយតែគេធ្វើមកទេឆាក្តៅទេតែសំទៅណោដល់បាត់ណាអូស្អាត